អីដែលខ្ញុំស្ដាយជាងគេហ្នឹងនៅពេលដែលខ្ញុំរៀននៅ Bachelor បងប្អូននេះគឺខ្ញុំអត់សូវបានចូលរួមនៅកម្មវិធីអីផ្សេងៗទេខ្ញុំអត់សូវខ្វល់ខ្វាយជាមួយនឹងការចូលរួមកម្មវិធីអីផ្សេងៗរបស់សាលាជាដើមអញ្ចឹងទាំងដែលជាក់ស្ដែងទៅអាកម្មវិធីទាំងអស់ហ្នឹងគឺវាជួយយើងបានច្រើនមែនទែនអភិវឌ្ឍទាំងផ្នែក technical របស់យើងអភិវឌ្ឍទាំងផ្នែក soft skill របស់យើង build នៅ connection ជាមួយសិស្សច្បងសិស្សប្អូនសាស្ត្រាចារ្យអ្នកនៅក្នុងវិស័យដូចគ្នានិយាយទៅកម្មវិធីទាំងអស់ហ្នឹងដូចជា hackathon contest ឬក៏កម្មវិធីបណ្ដុះបណ្ដាល engagement program ផ្សេងៗហ្នឹងសិតតែមានផលប្រយោជន៍ខ្លាំងមែនទែនដែលវាអាចជួយយើងទៅក្នុងថ្ងៃក្រោយដែរនៅក្នុងការរៀនសូត្ររបស់យើងការធ្វើការរបស់យើងអញ្ចឹងយើងត្រូវតែព្យាយាមធ្វើម៉េច leverage ជីវិតជានិស្សិតហ្នឹងយើងចូល contest យើងចូល boot camp យើងចូល engagement program អីឲ្យបានច្រើនតាមដែលធ្វើទៅបានអូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំមកណែនាំមុខម្ដងគ្នាតើតើជាមួយនឹង program មួយដែលមានឈ្មោះថា Next Gen Engagement Program អញ្ចឹងចំពោះ Next Gen Engagement Program ហ្នឹងគឺយើងធ្វើឡើងនៅក្នុងកំឡុងពេល semester break ដែលកម្មវិធីរបស់យើងហ្នឹងគឺយើងធ្វើបាន2ជំនាន់ហើយបងប្អូនគ្នាហើយនេះគឺជាជំនាន់ទី3ដែលយើងផ្ដោតទៅលើនិស្សិតដែលគាត់មានគោលបំណងនៅក្នុងការអភិវឌ្ឍខ្លួនរបស់គាត់នៅក្នុងវិស័យ digital ជាភាសាតែម្ដងហើយនៅក្នុងហ្នឹងយើងក៏មានការចែករំលែកបទពិសោធន៍អីផ្សេង build connection ជាមួយសាស្ត្រាចារ្យជាមួយនឹងសិស្សច្បងអ្នកនៅក្នុងវិស័យដូចគ្នាជាដើមអញ្ចឹងអត្ថប្រយោជន៍របស់យើងគឺមានច្រើននៅក្នុងកម្មវិធីមួយនេះហើយអីដែលពិសេសខ្លាំងជាងគេហ្នឹងគឺកម្មវិធីមួយនេះគឺអនុញ្ញាតឲ្យបងប្អូនគ្នាអាចមាននៅគណិតថ្មីបន្តមកយើងយកអាគណិតថ្មីទាំងអស់ហ្នឹងយើងទៅ build ជាបច្ចេកមួយដើម្បីដោះស្រាយនៅបញ្ហាជាក់ស្ដែងរបស់យើងនៅក្នុងសង្គមចានេះគឺជាចំណុចមួយដែលល្អខ្លាំងមែនតើដែលកម្មវិធីរបស់យើងហ្នឹងគឺយើងមានរយៈពេល5សប្តាហ៍ហើយនៅក្នុងពេល5សប្តាហ៍ហ្នឹងគឺយើងមាន session ច្រើនមែនតើបងប្អូននេះយើងមាន learn and share ដែលយើងមានការចែករំលែកចំណេះដឹងចែករំលែកបទពិសោធន៍ពីសិស្សច្បងទៅកាន់សិស្សប្អូនយើងមានការ invite នៅ guest speaker ផ្សេងៗដែលគាត់មាននៅជំនាញគាត់ជា expert នៅក្នុងវិស័យ digital នឹងជាក់ស្ដែងតែម្ដងហើយក្រៅពីហ្នឹងក៏យើងមាន session សម្រាប់ build and create មានន័យថាយើងរៀនហើយយើងយកអីដែលយើងបានរៀនហ្នឹងទៅ apply វាដើម្បីធ្វើជាបច្ចេកមួយបន្ទាប់ពីយើងធ្វើអាបច្ចេកនឹងចប់ហើយយើងមាននៅ showcase day របស់យើងដែលយកអាបច្ចេករបស់យើងដែលយើងបានធ្វើហើយហ្នឹងយកទៅធ្វើ presentation ហើយយើងនឹងមានការរើសនៅក្រុមឆ្នាំតាក់ទងជាមួយនឹងការធ្វើបច្ចេកមួយដល់ខ្លួនអូខេអញ្ចឹងចំពោះ Next Gen Engagement Program ហ្នឹងគឺយើងបើកទទួលទាំងនិស្សិតមកពី CADT ហើយនិងនិស្សិតមកពីគ្រប់សាកលវិទ្យាល័យតែម្ដងដែលចំពោះអត្ថប្រយោជន៍របស់យើងក្រៅពីអីដែលខ្ញុំបានរៀបរាប់មិញហ្នឹងជាការចែករំលែកជាការរៀនសូត្រពីសិស្សច្បងជាការរៀនសូត្រពី expert អីហ្នឹងយើងក៏មានផ្ដល់នៅ certificate នៅពេលដែលយើងបានបញ្ចប់វគ្គហ្នឹងដែរយើងហៅថាវិញ្ញាបនបត្របញ្ជាក់ការចូលរួមហើយជាពិសេសហ្នឹងគឺយើងអាចយកអីដែលយើងបានរៀនបានធ្វើនៅក្នុងកម្មវិធីមួយហ្នឹងយកទៅ include នៅក្នុង portfolio របស់យើងព្រោះទាំងអស់ហ្នឹងសិតតែជាបទពិសោធន៍របស់យើងជាក់ស្ដែងយើងអាចធ្វើការជាក្រុមយើងអាច build នៅបច្ចេកយើងអាចដឹកនាំក្រុមឲ្យជាដើមអញ្ចឹងអាហ្នឹងយើងបទពិសោធន៍ទាំង lain ដែលយើងបានចូលរួមនៅកម្មវិធីហ្នឹងដាក់ទៅក្នុង portfolio របស់យើងប៉ុណ្ណាអញ្ចឹង portfolio របស់យើងពេលហ្នឹងគឺវាកាន់តែមានទម្ងន់ឡើងមកកម្រិតទៀតហើយអូខេអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាចាប់អារម្មណ៍តាក់ទងជាមួយនឹង Next Gen Engagement Program របស់យើងហ្នឹងបងប្អូនអ្នកគ្នាអាចចុះឈ្មោះឬក៏តំណងសួរព័ត៌មានអីបន្ថែមតាមរយៈ Facebook page របស់យើងគឺមានឈ្មោះថា Next Gen Engagement Program